បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងមកជួបខ្ញុំជាមួយនឹងវីដេអូថ្មីមួយទៀតហើយបងប្អូនហើយថ្ងៃហ្នឹងគឺខ្ញុំមកដាំជីបងប្អូនគឺដាំជីម្វងហើយនឹងជីកាមកបងប្អូនហើយនេះគឺខ្ញុំបានយកថង់វាយកថង់មួយយកមកដាក់ដាំអញ្ចឹងណាដោយសារតែអត់មានផើងអត់ផើងឥឡូវគឺយើងដាំថង់ដាក់ថង់ដាំអញ្ចឹងក៏បានដែរបងប្អូនវាមានបញ្ហាអីទេបងប្អូនយើងគ្រាន់ជាការច្នៃអញ្ចឹងយើងច្នៃដាក់ដាំបានចេះដាំអញ្ចឹងទៅបងប្អូនព្រោះនេះគឺយើងដាំដោយធម្មជាតិខ្លួនឯងអញ្ចឹងគឺវាល្អដែរអញ្ចឹងណាបងប្អូនរបៀបដូចថាជីខ្ទឹមម្ទេសអីអញ្ចឹងណាយើងអាចដាំខ្លួនឯងបានយើងដាំទៅមិនបាច់ទៅពិបាកថាត្រូវទៅផ្សារដល់ទៅផ្សារទិញគេរហូតណាបងប្អូនអញ្ចឹងយើងអាចដាំបានអាបន្លែណាងាយអញ្ចឹងណាព្រោះពេលខ្លះបន្លែខ្លះវាពិបាកដាំអីចឹងទៅក៏យើងពិបាកដាំដែរបងប្អូនរបៀបដូចថាជីខ្ទឹមសក្រីអីហ្នឹងវាគឺជាបន្លែមួយដែលងាយស្រួលចឹងគឺយើងអាចដាំក្បែរផ្ទះដាក់ដាំអីចឹងទៅបងប្អូនវាងាយស្រួលចឹងណាមិនចាំបាច់ដល់ទៅថាមានដីធំមានទីតាំងធំអីទេបងប្អូននៅក្បែរផ្ទះមានដីមានអីតិចតួចអីចឹងទៅគឺយើងដាក់ដាំទៅដាំអាណាងាយចឹងណាកុំឲ្យថាត្រូវទៅផ្សារទិញគ្រប់មុខទាំងអស់អញ្ចឹងណាបងប្អូនហើយនេះម្យ៉ាងគឺយើងដាំខ្លួនឯងគឺវាល្អម្យ៉ាងដែរបងប្អូនរបៀបដូចថាធម្មជាតិអញ្ចឹងណាបងប្អូនយើងដាំធម្មជាតិហូបខ្លួនឯងអញ្ចឹងទៅអាណាយើងអាចកាត់បន្ថយបានយើងកាត់បន្ថយខ្លះទៅបងប្អូនអាណាអាចដាំបានយើងដាំខ្លះទៅព្រោះថាឥឡូវហ្នឹងគឺនិយាយបានថាបន្លែវាមានគីមីច្រើនអញ្ចឹងណាបងប្អូនរបៀបដូចថាយើងមិនអាចជៀសវាង 100% ទេថាមិនឲ្យហូបបន្លែគីមីអីទេបងប្អូនព្រោះថាពេលខ្លះវាជាអត់រួចអញ្ចឹងណាយើងត្រូវតែទិញគេយកមកហូបអញ្ចឹងណាបងប្អូនប៉ុន្តែរបៀបដូចថារបស់ខ្លះវាជារឿងងាយអញ្ចឹងទៅដូចម្ទេសជីសក្រីអីហ្នឹងវារបៀបដូចថាវាងាយក្នុងការដាំអញ្ចឹងណាបងប្អូនអញ្ចឹងយើងគួរតែដាំនៅក្បែរផ្ទះដាក់ផើងឬក៏ដាក់ថង់ដាក់អីដាំក៏បានដែរបងប្អូនរបៀបដូចថាវាជាបន្លែដែលងាយស្រួលអញ្ចឹងណាបងប្អូនអញ្ចឹងយើងអាចកាត់បន្ថយបានខ្លះអញ្ចឹងទៅកុំឲ្យថាទិញគេគ្រប់មុខទាំងអស់ដល់ទៅថាត្រូវការគឺដឹងតែទិញគេទាំងអស់អញ្ចឹងណាបងប្អូនអញ្ចឹងបងប្អូនទាំងអស់គ្នាបើសិនជាមានដីមានអីនៅក្បែរផ្ទះអីអញ្ចឹងទៅបងប្អូនអាចដាំវាទៅបងប្អូនជីសក្រីខ្ទឹមតិចតួចអីហ្នឹងយើងដាំវាទៅរបៀបដូចថាវាជាបន្លែងាយអីចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយបងប្អូនឥឡូវគឺខ្ញុំបានយកជីអានោះគឺជីកង្កាមបងប្អូនជីកង្កាមហើយនឹងជីនាងវងយើងនឹងឯងបងប្អូនឥឡូវគឺខ្ញុំបានយកវាយកទៅដាក់ដាំហើយបងប្អូនយើងយកវាយកទៅដាក់ដាំទៅហើយសម្រាប់ជីម្វងអីហ្នឹងវាងាយស្រួលដាំបងប្អូនមិនបាច់ថាដល់តែមានឬអីទេយើងដោតដាក់ដីដាំអញ្ចឹងក៏វាដុះដែរអញ្ចឹងណាឬក៏បងប្អូនអាចគឺយើងយកកាត់វាទៅបងប្អូនយកវាទៅត្រាំទឹកវាឲ្យវាដុះឬអញ្ចឹងណាចាំយើងយកមកដាំក៏បានដែរតែនេះគឺខ្ញុំអត់បានយកត្រាំទឹកទេបងប្អូនគឺខ្ញុំយកវាយកមកដាំហ្មងទៅបងប្អូនហើយនៅពេលដែលយើងដាំអញ្ចឹងទៅគឺយើងស្រោចទឹកវាបងប្អូនគឺស្រោចវារាល់ថ្ងៃអញ្ចឹងណាបងប្អូនទាំងអស់គ្នាស្រោចវាជារៀងរាល់ថ្ងៃអញ្ចឹងទៅឲ្យវាឆាប់ដុះឲ្យវាឆាប់លូតលាស់ល្អអញ្ចឹងណាបងប្អូនហើយនោះគឺជីអង្កាមបងប្អូនជីអង្កាមល្អណាបងប្អូនខ្ញុំចូលចិត្តដាំជីអង្កាមដោយសារជីអង្កាមវាឈ្ងុយហើយជីអង្កាមគឺវាអាចបណ្ដេញមូសបងប្អូនបើសិនយើងដាំច្រើនអញ្ចឹងទៅគឺវាជួយបណ្ដេញមូសបានល្អដែរអញ្ចឹងណាបងប្អូនហើយជីអង្កាមគឺវាឈ្ងុយនិយាយទៅខ្ញុំចូលចិត្តក្លិនរបស់ជីអង្កាមអញ្ចឹងណាបងប្អូនហើយខ្ញុំឲ្យទៅថាទិញជីអង្កាមយកមកហូបអីគឺទុកដើមវាខ្លះយកទុកដាំឲ្យបងប្អូនហើយឥឡូវគឺយើងដាំរួចរាល់ហើយបងប្អូននេះគឺយើងដាក់ស្រោចទឹកវាអញ្ចឹងទៅបងប្អូនស្រោចវាឲ្យជោគបន្តិចទៅណាបងប្អូនទាំងអស់គ្នាដើម្បីឲ្យវាឆាប់លូតលាស់ល្អអញ្ចឹងណាហើយចុងក្រោយអរគុណបងប្អូនដែលបានតាមដានវីដេអូរបស់ខ្ញុំណាបងប្អូនទាំងអស់គ្នា